តែបងប្អូនត្រៀមខ្លួនហើយនៅដើម្បីខ្លាយទៅជាអ្នកវិភាគឥណទានអាជីពដែលស្ថាប័នហិរញ្ញវត្ថុត្រូវការបំផុតនៅក្នុងឆ្នាំ2026នេះសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងនឹងជជែកគ្នាអំពីបេះដូងនៃវិជ្ជាជីវៈឥណទានគឺបច្ចេកទេសវិភាគតាមទ្រឹស្ដី C7 Credit ក្នុងយុគសម័យដែលបច្ចេកវិទ្យា AI វិវត្តយ៉ាងលឿនការវិភាគដោយប្រើវិចារណញ្ញាណនិងបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវគឺជាអាវុធដ៏សំខាន់បំផុតដើម្បីការពារស្ថាប័នពីបំណុលខូចក្នុងមេរៀននេះខ្ញុំនឹងបកស្រាយពីរបៀបដែលអ្នកជំនាញប្រើប្រាស់ C7 ដើម្បីវាយតម្លៃអតិថិជនឲ្យបានល្អបំផុតតោះចាប់ដើមជាមួយខ្ញុំទាំងអស់គ្នាតើបងប្អូនហ៊ានឲ្យកម្ចីទៅអតិថិជនដែលមានទ្រព្យធានាវ៉លលានដុល្លារប៉ុន្តែមានប្រវត្តិបោកប្រាស់ដែរទេ C ទី1គឺ character នេះគឺជាសសរស្តម្ភសំខាន់បំផុតយើងមិនមែនមើលតែលើទ្រព្យទេប៉ុន្តែយើងមើលទៅលើឆន្ទៈក្នុងការសង willingness to pay យោងតាមបទដ្ឋាន KYC និងការប្រើប្រាស់របាយការណ៍ CBC យើងត្រូវពិនិត្យមើលវិន័យទូទាត់កន្លងមកប្រសិនបើអតិថិជនមានចេតនាទុច្ចរិតទោះគាត់មានលុយច្រើនប៉ុណ្ណាក៏ដោយក៏ហានិភ័យនៃបំណុលខូចនឹងកើតមានឡើងជានិច្ចហេតុអីបានជាអាជីវកម្មខ្លះមើលទៅដូចជាលក់ដាច់ខ្លាំងណាស់ប៉ុន្តែអត់មានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់បង់ធនាគារ C ទី2គឺ capacity ឬសមត្ថភាពសងឧបករណ៍បច្ចេកទេសដែលយើងត្រូវប្រើគឺ DSCO ឬ Debt Service Coverage Ratio អនុបាទសមត្ថភាពទូទាត់បំណុលយើងត្រូវយកប្រាក់ចំណេញប្រតិបត្តិការសុទ្ធចែកជាមួយកាតព្វកិច្ចសងបំណុលស្រុកក្នុងនាមជាអ្នកគ្រប់គ្រងហានិភ័យប្រសិនបើ DSCO ទាបជាង 1.2 ដងមានន័យថាអតិថិជនមិនមានខ្នើយសុវត្ថិភាពហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីទប់ទល់នឹងវិបត្តិឡើយតើបងប្អូនដឹងទេថាហេតុអីបានជាគ្រឹះស្ថានធនាគារហិរញ្ញវត្ថុមិនផ្ដល់ឥណទាន 100% នៃគម្រោងអាជីវកម្ម C ទី3គឺ capital ឬដើមទុនបដិភាគនេះគឺជាចំណែកនៃការជឿចាប់ skin in the game យោងតាមគោលការណ៍ leverage ratio យើងត្រូវមើលថាតើអតិថិជនដាក់ទុនខ្លួនឯងកម្រិតណាបើគាត់មិនប្រើដើមទុនផ្ទាល់ខ្លួនសោះគាត់នឹងងាយបោះបង់អាជីវកម្មចោលនៅពេលដែលជួបបញ្ហាការមាន capital គ្រប់គ្រាន់បង្ហាញពីការបដិញ្ញាចិត្តខ្ពស់និងការធានាថាមិនមែនមានតែធនាគារម្នាក់ឯងទេដែលទទួលហានិភ័យតើបងប្អូនហ៊ានផ្ដល់កម្ចី $90,000 លើអតិថិជនដែលមានទ្រព្យបញ្ចាំ $10,000 នៅក្នុងកលៈទេសៈទីផ្សារបច្ចុប្បន្ននេះដែរឬទេ C ទី4គឺ collateral សម្រាប់ការវាយតម្លៃទៅលើ collateral នេះខ្ញុំ recommend ឲ្យវាយតម្លៃតាម model មួយគឺ 4Rs ដែល R ទី1គឺ reliability តម្លៃអាចជឿជាក់បានទី2គឺ readability ឯកសារច្បាស់លាស់ R ទី3គឺ realizability ភាពងាយស្រួលក្នុងការលក់និងទី4គឺ removability គឺភាពងាយស្រួលក្នុងការរឹបអូសតាមផ្លូវច្បាប់ចងចាំថាទ្រព្យបញ្ចាំគឺជាសំណាញ់ការពារចុងក្រោយបំផុតបងប្អូនដឹងទេថាទោះបីជាអតិថិជនល្អនិងមានលុយក៏កម្ចីនៅតែអាចខូចបើសិនជាបងប្អូនមើលរំលងកត្តាខាងក្រៅ C ទី5គឺ condition ក្នុងឆ្នាំ2026នេះយើងត្រូវប្រើបច្ចេកទេស scenario analysis ដើម្បីមើលពីភាពធន់នៃអាជីវកម្មដើម្បីឲ្យបងប្អូនងាយយល់ខ្ញុំសូមសង្ខេបឧបករណ៍ទាំងអស់ដែលយើងបានរៀបរាប់មកបញ្ចូលគ្នាទី1គឺយើងប្រើ C7 Credit ដើម្បីវាយតម្លៃអំពីរូបភាពរួមរបស់អតិថិជនទី2គឺយើងប្រើ DSCR ដើម្បីវាយតម្លៃសមត្ថភាពសងជាក់ស្ដែងទី3យើងប្រើ
for all ដើម្បីធានាគុណភាពនៃទ្រព្យប្រចាំទី4យើងប្រើ scenario analysis ដើម្បីធ្វើ stress testing តើបងប្អូនដឹងទេថានឹងមានរឿងអ្វីកើតឡើងបើសិនជាកម្ចីរបស់បងប្អូនមិនអនុលោមតាមច្បាប់ C ទី6នេះគឺ control ក្នុងនាមជាអ្នកអនុវត្តផ្ទាល់យើងត្រូវពិនិត្យចំណុចជាក់ស្ដែង3ទី1 legal capacity តើអតិថិជនមានសិទ្ធិចុះហត្ថលេខាស្របច្បាប់ដែរឬទេទី2 business compliance តើអាជីវកម្មមានអាជ្ញាប័ណ្ណឬការចុះបញ្ជីត្រឹមត្រូវដែរឬទេទី3គឺ loan covenant កិច្ចសន្យានិទានមានលក្ខខណ្ឌការពារស្ថាប័នគ្រប់គ្រាន់ដែរឬទេយោងតាមប្រកាសរបស់ NBC ស្ដីពីអភិបាលកិច្ចសាជីវកម្មរាល់ការផ្ដល់និទានត្រូវតែមានឯកសារកតេយុត្តរឹងមាំបំផុតដើម្បីការពារសិទ្ធិក្នុងការអនុវត្តនីតិវិធីតាមច្បាប់និងចំពោះមុខតុលាការក្នុងករណីមានវិវាទបំណុលកើតឡើងតើបងប្អូនធ្លាប់មានអារម្មណ៍ថាអ្វីដូចជាល្អហួសហេតុពេករហូតដល់គួរឲ្យសង្ស័យ C ទី7នឹងដែលជា C ចុងក្រោយនេះគឺ common sense នេះគឺជាចំណុចដែលកុំព្យូទ័រមិនអាចជំនួសយើងបានវាគឺជាការប្រើប្រាស់វិចារណញ្ញាណនិងបទពិសោធន៍ជាក់ស្ដែងតើគម្រោងអាជីវកម្មរបស់អតិថិជនសមហេតុផលដែរឬទេតើតួលេខដែលគាត់បង្ហាញយើងវាត្រូវនឹងតថភាពទីផ្សារដែរឬទេនៅក្នុងនាមជាអ្នកមានបទពិសោធន៍បងប្អូនត្រូវចេះប្រើប្រាស់វិចារណញ្ញាណវិជ្ជាជីវៈ professional skepticism ដើម្បីធ្វើការផ្ទៀងផ្ទាត់និងស្វែងរកភាពមិនប្រក្រតីឲ្យហ្មត់ចត់បំផុតបងប្អូនបែងចែកកម្រិតហានិភ័យរវាងអតិថិជនម្នាក់ទៅអតិថិជនម្នាក់ទៀតយ៉ាងដូចនេះបន្ទាប់ពីវិភាគ C7 រួចយើងត្រូវធ្វើ internal risk rating ឬការផ្ដល់បន្ទុកហានិភ័យការកំណត់ rating ឲ្យបានការកំណត់ rating ឲ្យបានត្រឹមត្រូវជួយឲ្យស្ថាប័នអាចព្យាករណ៍ពីអត្រាខាតបង់ដែលរំពឹងទុក expected credit loss ស្របតាមស្តង់ដារ IFRS នេះវាមិនត្រឹមតែជួយការពារដើមទុនទេប៉ុន្តែវាក៏ជួយឲ្យយើងដល់សេវាកម្មបានកាន់តែល្អបំផុតទៅដល់អតិថិជនដែលមានគុណភាពខ្ពស់បំផុតជូនស្ថាប័នបន្ទាប់ពីបានស្ដាប់ការបកស្រាយនៅសំណួរទាំង9ខាងលើរបស់ខ្ញុំតើបងប្អូននឹងផ្លាស់ប្ដូររបៀបនៃការសិក្សាវិតម្លៃអនុទានរបស់បងប្អូនយ៉ាងដូចម្តេចនៅថ្ងៃស្អែកបងប្អូនអាច comment នៅខាងក្រោមការវិភាគ 7C មិនគ្រាន់តែជាទ្រឹស្ដីទេប៉ុន្តែវាគឺជាវប្បធម៌ហានិភ័យយើងត្រូវប្រកាន់ខ្ជាប់នៅភាពម៉ឺងម៉ាត់និងវិជ្ជាជីវៈប្រសិនបើការចែករំលែកចំណេះដឹងនិងបទពិសោធន៍នេះមានគុណប្រយោជន៍ដល់ការងារនិងអាជីពរបស់បងប្អូនសូមកុំភ្លេចចុច follow subscribe និងដាក់រូបកណ្ដឹងដើម្បីតាមដានមេរៀនបន្តទៀតជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា